ចង់ចេះបង្កើត Facebook ដោយខ្លួនឯងបាទអត់មានអីពិបាកទេអាចមើលវីដេអូនេះបាទចំណាយពេលតែប្រហែលនាទីអ្នកនរគ្នានឹងចេះបង្កើត Facebook ដោយខ្លួនឯងតែម្ដងអ្នកនរគ្នាចូលមកកាន់កម្មវិធី Facebook មកបាទចុចកន្លែងពាក្យថា Create New Account ខាងក្រោមគេបាទបន្តមកទៀតអ្នកនរគ្នាចុចកន្លែងពាក្យថា Create New Account ខាងក្រោមនេះគឺជាកន្លែងសម្រាប់រក account ចាស់ៗរបស់យើងទេបាទអញ្ចឹងយើងចូលបង្កើតថ្មីចុច color ខៀវៗនេះមកបាទយើងចុច script ក៏បានដែរបាទយើងដាក់ឈ្មោះមកបាទយើងចង់បង្កើតឈ្មោះអីបាទហើយខ្ញុំឧទាហរណ៍ខ្ញុំដាក់ថាបងស៊ីណាអញ្ចឹងទៅបាទចុច next មកដាក់ខែឆ្នាំកំណើតបាទនេះខ្ញុំគាត់រើសជាមួយនឹងឆ្នាំប្រហែលបងប្អូនក៏ដាក់ត្រូវមកបាទដាក់ត្រូវស្រួលយើងបាទសម្រាប់បងប្អូនជាប្រភេទ Facebook រកលុយអញ្ចឹងយើងដាក់ត្រូវឲ្យមកបាទហើយខ្ញុំឧទាហរណ៍មួយបាទចុច next បន្តមកទៀតជាមួយនឹង page បាទខាងលើស្រីខាងក្រោមប្រុសបាទយើងអាចមានជំរើស page ទី3និងខាងក្រោមគេបាទយើងកណ្ដាល page ប្រុសអញ្ចឹងបាទចូល mail មកចុច next បន្តមកទៀតយើងចុចអានេះយើងចុច log បានបាទយើងដូរលេខយើងដាក់លេខទូរស័ព្ទរបស់យើងមកឬបងប្អូនមាន Gmail បងប្អូនដាក់ Gmail ចូលកន្លែង Gmail ខាងក្រោមពណ៌ខៀវមកបាទខ្ញុំដាក់ Gmail ដោយសារតែលេខទូរស័ព្ទខ្ញុំបានដាក់ហើយអញ្ចឹងខ្ញុំរើស Gmail មួយដែលខ្ញុំមានបាទយើងចុច next មួយមកបាទកន្លែងនេះសំខាន់ណាស់អ្នកនរគ្នាកន្លែង password អញ្ចឹងកុំភ្លេចយកអីមកកត់ផងបាទយើងដាក់ចាប់ពី6ខ្ទង់ដល់8ខ្ទង់បាទយើងមានលេខមានអក្សរអញ្ចឹងទៅបាទដាក់ហើយចាំផងបាទអត់មានភ្លេចទេបាទឬក៏យើង screen shot មុខកញ្ចក់នេះទុកទៅបាទខ្ញុំទៅកាត់ដាក់ password សិនអូខេអញ្ចឹងយើងដាក់ password ហើយចុច next មួយទៀតមកបាទអូខេអានេះកន្លែងនេះគឺជាកន្លែងពាក្យរក្សាជាមួយនឹង password របស់យើងនៅក្នុងទូរស័ព្ទយើងត្រូវរក្សាទុកផងបើយើងមិនរក្សាទុកទេយើងនៅពេលយើងភ្លេច password យើងអាចទៅរកកន្លែងនឹងបានទេបាទវាឃើញទេអញ្ចឹងយើងចូលកន្លែង agree មកពណ៌ខៀវនេះមកបាទចាំតិចទៅបាទមកដល់កន្លែងនេះយើងទៅយកកូដជាមួយនឹង Gmail ដែលយើងបានដាក់បាទសម្រាប់បងប្អូនដាក់លេខទូរស័ព្ទបងប្អូនអាចឆែកមើលកន្លែង message ដែលគេផ្ញើមកបើសិនវាទាមទារកន្លែង confirmation កូដកន្លែងនេះបាទអញ្ចឹងខ្ញុំទៅយកលេខកូដសិនអូខេអញ្ចឹងកូដយើងបានផ្ញើមកពីខាងលើអ្នកនរចូលទៅមើលបាទនេះគឺ Facebook បាទកន្លែងនេះអញ្ចឹងវាមាន93 29បាទអញ្ចឹងចូលមកពេញមកនេះចុចពាក្យ next មកអូខេអញ្ចឹងយើងបានជាមួយនឹង profile របស់យើងមួយហើយយើងចុចកន្លែងបើយើងអាត់ជាមួយរូបភាពរបស់យើងចូលក៏បានដែរបើយើងមិនទាន់ចូលទេយើងចុចពាក្យថា skip មកអូខេ welcome to Facebook បាទអូខេយើង turn on កន្លែងនេះក៏បានបាទអានេះកន្លែងថា research your friend អញ្ចឹងណាយើងចុច skip ក៏បានដែរបើយើងមិនទាន់ចង់អានបាទ skip កន្លែងនេះមកដាក់លេខទូរស័ព្ទបើយើងមិនទាន់ចង់ដាក់ទេបាទចុច skip មួយសិនបាទនេះគឺជា account របស់យើងមួយបាទអញ្ចឹងយើងបាន profile របស់យើងមួយបាទអញ្ចឹងយើងទៅកាន់ពេញ report ពេញ cover បាទឲ្យបានត្រឹមត្រូវមកបាទអញ្ចឹងកន្លែងbig កន្លែងនេះបើយើងពេញក៏បានដែរបាទកន្លែងនេះពេញទាំងអស់មកបើសិនបងប្អូនតនេអញ្ចឹងណាបាទពេញសាលារៀនក៏ដូចជាអាសយដ្ឋានរបស់យើងបាទពេញបានត្រឹមត្រូវមកដើម្បីឲ្យ Facebook យើងគ្រប់លក្ខណៈអញ្ចឹងបាទគ្រប់គោលការណ៍របស់គេបាទអូខេអញ្ចឹងយើងបាន account មួយហើយបាទអញ្ចឹងយើងបង្កើតខ្លួនឯងបានហើយ